ប្រភពបរទេសមកតើតើនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែរថប់តែល្បីល្បាញដាច់គេនោះដែលយើងគ្រប់គ្នាស្គាល់គឺជា ChatGPT ដែលកំពុងតែប្រឈមមុខនឹងព្យុះសង្គ្រាដែលអ្នកប្រើប្រាស់បន្ទាប់ពីទិន្នន័យថ្មីបានបង្ហាញថាចំនួននៃការលុបនិងដែលយើងហៅថា uninstall ចេញពីប្រព័ន្ធប្រើប្រាស់ផ្សេងៗនឹងបានហក់ឡើងខ្ពស់រហូតដល់295%ក្នុងរយៈពេលដ៏ខ្លីស្ថានភាពនេះគឺបានបង្ខំឲ្យនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman ទៅបានចេញមុខបន្ធូរបន្ថយសេចក្តីថ្លែងការណ៍និងយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញហេតុអ្វីបានជាមនុស្សសម្រុកលុបនៅ ChatGPT មូលហេតុចម្បងដែលធ្វើឲ្យអ្នកប្រើប្រាស់មិនពេញចិត្តរហូតដល់បោះបង់ចោលនៅកម្មវិធីនេះរួមមានទី1ការរដ្ឋបិទខ្លាំងពេកអ្នកប្រើប្រាស់ជាច្រើនយល់ថា ChatGPT បច្ចុប្បន្នមានភាពតឹងរឹងនិងឆ្លើយតបបែបដដែលដោយសារតែការដាក់របាំងការពារសុវត្ថិភាពនោះគឺវាមានច្រើនជ្រុលពេកដែលធ្វើឲ្យវាមិនសូវជាមានប្រយោជន៍ដូចពីមុនសម្រាប់ទី2នោះគឺភាពចម្រូងចម្រាសផ្នែកនយោបាយនិងសិលធម៌ដោយការកំណត់គោលការណ៍ឆ្លើយតបរបស់ OpenAI នឹងត្រូវបានគេមើលឃើញថាវាមានភាពលំអៀងឬក៏រារាំងដល់សេរីភាពនៃការប្រើប្រាស់ព័ត៌មានមួយចំនួនសម្រាប់ទី3នោះគឺវាសម្ពាធពីរដ្ឋាភិបាលក្នុងករណីថ្មីនេះនៅប្រទេសកាណាដានិងប្រទេសអាមេរិកនឹងដែលពាក់ព័ន្ធនឹងសុវត្ថិភាពសាធារណៈបានធ្វើឲ្យអ្នកប្រើប្រាស់មានការបារម្ភពីឯកជនភាពនិងការតាមដានទិន្នន័យហើយវានៅមានមូលហេតុផ្សេងទៀតដូចជាការកើនឡើងនៃជម្រើស AI ក្នុងស្រុកដែលយើងហៅថា Local and Open Source AI ហើយអ្នកប្រើប្រាស់ដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យានោះបានងាកចេញពី ChatGPT ទៅរកការដំឡើងនៅ model AI ដែលប្រើប្រាស់ផ្ទាល់ខ្លួននៅលើកុំព្យូទ័រដូចជា Llama 3របស់ Meta ឬក៏ Mistral ហើយអ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ថា ChatGPT នឹងបានចាប់ផ្ដើមមានសភាពដែលយើងហៅថាល្ងងជាងមុនឬក៏ lazy AI ចម្លើយគឺវាមិនពេញលេញហើយជារឿយៗវាតែងតែប្រាប់ឲ្យអ្នកប្រើប្រាស់ទៅធ្វើកិច្ចការនោះដោយខ្លួនឯងឬក៏ផ្ដល់ចម្លើយត្រឹមតែពាក់កណ្ដាលតែប៉ុណ្ណោះការផ្ដល់នៅព័ត៌មានខុសឆ្គងនៅតែមានច្រើនហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងវិស័យវិជ្ជាជីវៈលែងមានទំនុកចិត្តអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺយុទ្ធសាស្ត្រ subscription និងតម្លៃនោះគឺវាជាផលមួយដែលប៉ះពាល់ខ្លាំងដូចគ្នាខណៈពេលដែល AI ឥតគិតថ្លៃផ្សេងទៀតកំពុងតែអភិវឌ្ឍខ្លួនយ៉ាងលឿនដូចជា Google Gemini ឬក៏ Perplexity អ្នកប្រើប្រាស់យល់ឃើញថាការបង់$20ក្នុងមួយខែសម្រាប់ ChatGPT Plus គឺលែងមានតម្លៃសមស្របប្រៀបនឹងអ្វីដែលពួកគេទទួលបានមកវិញបន្ទាប់ពីឃើញតួលេខនៃការបាត់បង់អ្នកប្រើប្រាស់យ៉ាងគំហុកនេះលោក Sam Altman ក៏បានចាប់ផ្ដើមដើរថយក្រោយវិញហើយលោកបានផ្ដល់សញ្ញាថា OpenAI នឹងធ្វើការត្រួតពិនិត្យឡើងវិញលើរបៀបដែល AI ធ្វើការដើម្បីឲ្យវាមានភាពបត់បែនជាងមុននិងកាត់បន្ថយនៅការរដ្ឋបិទដែលវាមិនចាំបាច់ដើម្បីស្រោចស្រង់នៅទំនុកចិត្តលោកក៏បានយល់ព្រមជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃបណ្ដាប្រទេសនានាដើម្បីបង្កើតនូវស្តង់ដារសុវត្ថិភាពមួយដែលគ្រប់គ្រងដោយភាគីដែលអាចទទួលយកបានតើការលុបកម្មវិធីនេះវាប៉ះពាល់ដល់ប្រាក់ចំណូល OpenAI ដែរឬទេប៉ុន្តែបើទោះបីជាភាគច្រើនជាអ្នកប្រើប្រាស់ឥតគិតថ្លៃប៉ុន្តែការធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ដែលយើងហៅថា active user នេះគឺវាបានធ្វើឲ្យតម្លៃក្រុមហ៊ុននិងទំនុកចិត្តពីវិនិយោគិនធ្លាក់ចុះតាមនោះដូចគ្នាចឹងហើយយើងសរុបមកវិញតើ ChatGPT នឹងត្រឡប់មកដូចដើមវិញទេនិយាយទៅវាអាចជាចម្លើយមួយថាវាអាស្រ័យទៅលើការផ្លាស់ប្ដូរដែលលោក Sam Altman បានសន្យាដែរឬក៏អត់បើសិនបើ OpenAI អាចរកឃើញនៅចំណុចកណ្ដាលរវាងសុវត្ថិភាពនិងសេរីភាពនៃការប្រើប្រាស់គឺពួកគេអាចនឹងទាក់ទាញអ្នកប្រើប្រាស់ត្រឡប់មកវិញបានដូច្នេះហើយនេះវាគឺជាព័ត៌មានទាក់ទងនឹងបច្ចេកវិទ្យាដែលខ្ញុំបានដកស្រង់ចេញមកហើយខ្ញុំក៏សង្ឃឹមថាវាជាប្រយោជន៍មួយដែលសម្រាប់អ្នកទាំងអស់គ្នាតាមដានទាក់ទងនឹងបច្ចេកវិទ្យាជាចុងក្រោយគឺខ្ញុំស្នើសុំអ្នកទាំងអស់គ្នាជួយចុច like និង subscribe មកកាន់ channel ខ្ញុំផងដើម្បីទទួលបាននៅព័ត៌មានអាប់ដេតបន្ថែមថ្មីជាមួយនឹងព័ត៌មានដែលមានប្រភពច្បាស់លាស់ជាចុងក្រោយគឺខ្ញុំសូមអរគុណនិងសូមជម្រាបលាអ្នកទាំងអស់គ្នាហើយខ្ញុំនឹងនាំយកនៅព័ត៌មានថ្មីទាន់ហេតុការណ៍ដល់អ្នកទាំងអស់គ្នាដើម្បីជាសារៈប្រយោជន៍និងងាយស្រួលតាមដាន